តោះបងប្អូនឥឡូវដល់វគ្គទិញឃ្មុំអាំងហើយបងប្អូនហើយវីដេអូតលេងភ្នំថ្ងៃមុនថ្ងៃនេះសូមចេញវីដេអូវែងបងប្អូនឲ្យរាល់ដងចេញតែវីដេអូខ្លីហ្នឹងហើយឥឡូវម៉ែក្មេកខ្ញុំចង់ឃ្មុំអាំងអញ្ចឹងក៏យកមកប្រអប់ស្នោហ្នឹងមក8000ណាបងប្អូនមកប្រអប់ស្នោតូចៗហ្នឹងហើយមកខាងហ្នឹងអញ្ចឹងហើយក៏ឲ្យគេដាក់កដៅដាក់អីមកអញ្ចឹងទៅកំពុងតែឲ្យគេកដៅឃ្មុំសុកហ្នឹងស្រាប់តែអ្នកលក់តឹងពៅយកតឹងពៅមកឲ្យ3កែវអញ្ចឹងណាអ្នកមួយកែវ2500 3កែវអស់7500ឃ្មុំអាំងមួយកតូហ្នឹង8000បងប្អូនហើយអញ្ចឹងគាត់រកចេញលុយខ្ញុំថាមិនចេញទេដើរលេងថ្ងៃនេះទូខ្ញុំអ្នកប៉ាវអញ្ចឹងណាហ្នឹងហើយអញ្ចឹងគាត់ដើរទិញយើងចង់ហូបអីក៏ទិញទៅទិញហើយអីហើយហ្នឹងឲ្យលុយគេក៏ធ្វើដំណើរទៅទៀតនាងខ្ញុំចាំយកឃ្មុំអញ្ចឹងណាបងប្អូននៅពេលដែលគេដាក់កដៅហើយរួចរាល់ហ្នឹងហើយឃ្មុំអាំងវិលម្ទេសឆ្ងាញ់ណាស់បងប្អូនអើយបានថ្មីហើយយកអាខ្ចីកូនច្រើនបែបនេះអញ្ចឹងគាត់ក៏ដើរទៅមុខទៀតទៅហ្នឹងហើយដើរទៅមុខទៀតក៏មើលទៅត្រីអាំងបងប្អូនអើយត្រីអាំងគឺស្រស់អមែនតើអញ្ចឹងហើយក៏ទិញត្រីអាំងហ្នឹងមកចកាទៀតបងប្អូនហើយត្រីអាំងហ្នឹងគឺទិញត្រីឆ្លូញប៉ុន្តែនេះខ្ញុំយកអាកាក់ធំបងប្អូនដោយសារតែចកាតូចហ្នឹងគឺវាត្រីវារាងតូចអញ្ចឹងហើយយកអាធំតែម្ដងទៅអាតូចហ្នឹង10000ហើយអាត្រីធំហ្នឹង12000ហ្នឹងហើយដល់ពេលអញ្ចឹងទៅក៏យកអាចកៈធំមកបងប្អូនអាធំ12000អញ្ចឹងក៏នាំគ្នាដើរទៅបងប្អូនហើយនេះខ្ញុំសួរញ៉ានហ្នឹងថាគាត់ទិញអីឲ្យប្តីគាត់អត់ដោយសារតែប្តីគាត់ហ្នឹងគឺគេឲ្យតមត្រីក្រាញ់ពងទាហើយសណ្តែកបដោះ3មុខបងប្អូនអញ្ចឹងហើយសួរគាត់ទៅគាត់ថាអត់ទេមានម្ហូបច្រើនហើយអញ្ចឹងដល់ពេលមានម្ហូបច្រើនហើយក៏ដើរទៅមុខទៀតទៅបងប្អូនអាខាងមុខក៏បាននេះខ្ញុំទិញត្រីទិញអីអញ្ចឹងណាហើយពួកអីត្រីកន្លែងគាត់ហ្នឹងមើលទៅឃើញស្រស់ល្អអញ្ចឹងហើយក៏ឈប់ទិញកន្លែងគាត់ហ្នឹងទៅនេះកំពុងតដើរសុកហ្នឹងឲ្យទេទៅប្តីខ្ញុំឲ្យយកចៅយកអីចឹងណាបងប្អូនអើយដល់ម៉ោងយកចៅយកអីទៅណាក៏មិនភ្លេចអាម៉ោងរៀនចៅនឹងដែរអត់ភ្លេចទេត្រូវតែមានអ្នកទៅយកជំនួសគាត់ចឹងណាឥឡូវឈរនិយាយគ្នាឲ្យថាទេហើយអីហើយចឹងទៅក៏ដើរទៅមុខទៀតទៅបងប្អូននិយាយថាទៅណាក៏គាត់អត់ភ្លេចចៅគាត់ដែរហ្នឹងហើយនេះបងប្អូនត្រីអូយគឺល្អខ្លាំងមែនតែនហើយចម្លែកអ្នកលក់បងប្អូនបើសិនជាយើងលក់ត្រីអាំងបែបនេះយើងតែងតែព្រីជ្រក់ឲ្យគេត្រូវអត់តែនេះអត់ទេបងប្អូនត្រីមួយចក្ក12000អត់មានព្រីបញ្ជូរឲ្យទេបញ្ជូរហ្នឹងគឺទិញនៅក្រៅនេះខ្ញុំឮតែអញ្ចឹងអត់បានទិញទេទិញតែត្រីមួយចក្កហ្នឹងហើយធ្វើជ្រក់នៅផ្ទះញ៉ាំខ្លួនឯងបងប្អូនហ្នឹងហើយទិញកសាំងមកជូរកសាំងយកមកបុកដាក់ទឹកត្រីអូយបងប្អូននឹងជ្រលក់ឆ្ងាញ់ខ្លាំងមែនតើហើយត្រីធំបែបនេះហើយមើលទៅឃើញវាស្រស់ល្អដែរបងប្អូនគាត់ថាំងត្រីហ្នឹងចុះអត់បានទេមេអូនហើយ12000ហ្នឹងដាច់ហើយដោយសារតែត្រីហ្នឹងគឺវា1គីឡូ40000ចូលឲ្យត្រីឆ្លូញហ្នឹងហើយមិនដឹងថាមិនដែរបងប្អូននេះខ្ញុំអត់ដែរនៅសាទេអត់ដឹងតម្លៃទេអញ្ចឹងហ្នឹងហើយអញ្ចឹងក៏ទិញតែមួយចក្កទៅទិញហើយអីហើយហ្នឹងក៏ចេញទៅវិញឲ្យបងប្អូនអ្នកបានយួរមកក្បោបធំដែរហើយម្ដាយមីងខ្ញុំទិញផ្សេងខ្ញុំទិញផ្សេងគ្នាអញ្ចឹងវីដេអូខ្ញុំអត់មានអីច្រើនទេមានតែប៉ុណ្្នឹងអរគុណបងប្អូនចាំជួបគ្នាវីដេអូក្រោយទៀតបាយបាយអូផ្លេចបងប្អូនបើសិនជាបងប្អូនចូលចិត្តកុំភ្លេច follow page like comment ឲ្យនឹងខ្ញុំម្នាក់មួយផងហ្នឹងហើយចាំខ្ញុំធ្វើវីដេអូថ្មីប្លែកជូនបងប្អូនទៀត